ជំរាបសួរបងប្អូនអរគ្នាបាទស្វាគមន៍មកកាន់ការវិភាគតម្លៃហាងឆេមាសនិងរូបិយប័ណ្ណបរទេសជាប្រចាំថ្ងៃបងប្អូនហ្នឹងហើយថ្ងៃនេះមករៀងឡែតបន្តិចបងប្អូនណាដោយសារតែខ្ញុំមុនហ្នឹងគឺខ្ញុំទៅជួបអតិថិជនបាទអញ្ចឹងទៅរៀងឡែតជូនបងប្អូនអរគ្នាបន្តិចបាទយើងឃើញថាតម្លៃហាងឆេមាសកាលពីម្សិលមិញគឺប្រែប្រួលល្អមែនតើបងប្អូនណាបាទយើងឃើញថាការប្រយុទ្ធមិញបាទតម្លៃហាងឆេមាសគឺមានការធ្លាក់ចុះមកក្រោមរហូតទៅដល់តម្លៃ demand zone របស់យើងបាទក៏ដូចជាតម្លៃទាបការពីម្សិលមិញគឺ2878និង2882ដុល្លារនៅក្នុងមួយអោនបាទអញ្ចឹងសម្រាប់បងប្អូនណាដែលគាត់បានដាក់ buy limit ក៏ដូចជារងចាំទិញនៅតម្លៃនឹងការប្រយុទ្ធមិញគឺទទួលបានផលចំណេញច្រើនយ៉ាងហើយណាក៏ទទួលបានចូលជាខ្ទង់5 10ទៅ20នេះដែរបាទជាក់ស្ដែងតម្លៃមាសឥឡូវហ្នឹងគឺចាប់ផ្ដើមមានការឡើងហើយបច្ចុប្បន្នមានការធ្លាក់ចុះមកខ្លះវិញហើយពីខ្ញុំទៅបើសិនជាបងប្អូនចង់ sell មាសបាទខ្ញុំគិតថាមិនគួរ sell តម្លៃនេះទេយើង recommend ខ្ញុំតាមការ recommend របស់ខ្ញុំវិញគួរតែទិញខ្លីៗឡើងទៅលើទៅបាទតម្លៃដែលខ្ញុំ recommend នៅក្នុងការលក់គឺអាចនឹងខ្ទង់តំបន់នេះល្អជាងណាបាទយើងមកមើលបកគោមួយថ្ងៃមួយខ្ញុំបន្តិចយើងឃើញថាការពីម្សិលមិញបិទជាពណ៌ក្រហមតម្លៃហាងឆេមាសបើសិនជាបងប្អូនមើលទៅតាមបកគោមួយថ្ងៃប្រកាសជារកកន្លែង sell ហើយបាទចឹងអ្នកដែលគាត់រកកន្លែង sell យើងរងចាំ sell នៅខាងលើបងប្អូនណាដែលគាត់ចូលចិត្ត buy ឬគាត់ស្រឡាញ់ buy អាចទិញឡើងលើខ្លីៗណាបងប្អូនការពីម្សិលមិញខ្ញុំមិនប្រាប់បងប្អូនអរគ្នាដែរថាបើសិនជាមានធ្លាក់វាអាចធ្លាក់មកដល់ធំហ្នឹងចាំទិញឡើងបាទជាក់ស្ដែងបងប្អូនធ្លាក់មកដល់ហ្នឹងហើយឡើងទៅលើវិញភ្លាមតែម្ដងបាទនៅក្នុងព្រឹកហ្នឹងគឺស្ដែងខ្លាំងមែនតើអញ្ចឹងសម្រាប់បងប្អូនដែលគាត់បានទិញតំបន់ហ្នឹងគឺល្អសម្រាប់តម្លៃហាងឆេមាសបើសិនជាថ្ងៃនេះមានឱកាសចុះមកថែមទៀតថ្ងៃហ្នឹងថ្ងៃស្អែកមាសនឹងចុះមកដល់2855ដុល្លារឬក៏50ដុល្លារនៅក្នុងមួយអោនបាទសម្រាប់ថ្ងៃនេះឬក៏ថ្ងៃស្អែកបើសិនជាមាសចុះបើសិនជាមាសឡើងវិញវានឹងត្រឡប់ទៅរក2930វិញបាទនិយាយទៅមាសនឹងអត់ទាន់តាណាឆ្ងាយទេព្រោះអត់ទាន់មានព័ត៌មានសំខាន់ណាមួយដែលធ្វើឲ្យមាសមានការប្រែប្រួលទេបាទថ្ងៃនេះយើងមានទិន្នន័យសំខាន់មួយដែរពាក់ព័ន្ធជាមួយនឹង job opening ទិន្នន័យហ្នឹងអាចនឹងប្រែប្រួលខ្លះទៅដល់តម្លៃហាងឆេងមាសដោយសារតែថ្ងៃហ្នឹងមានតែទិន្នន័យមួយហ្នឹងទេដែលសំខាន់ជាងគេហើយគេហៅថាជាទិន្នន័យទូឯកចុះបងប្អូនអរគ្នា trade នៅក្នុងម៉ោង9យប់ហ្នឹងសូមមើលទិន្នន័យហ្នឹងបន្តិចបាទបន្ទាប់មកចាំយើង trade បន្តទៀតណាបាទខ្ញុំនឹង inform បន្ថែមនៅក្នុងម៉ោងហ្នឹងភ្លាមថាតើយើងគួរតែធ្វើម៉េចបាទអូខេតោះសម្រាប់ថ្ងៃនេះការចូលទីផ្សារខ្ញុំ recommend បងប្អូនវិញបាទខ្ញុំបានចាប់ខ្ញុំប្រាប់កន្លែងទិញសិនណាបាទកន្លែងទិញ2888និង2892ដុល្លារនៅក្នុងមួយអោតបើសិនជាបងប្អូនចង់ទិញអាចទិញខ្លីៗឬក៏តេស្តទិញបានហើយបាទតែបើសិនជាតម្លៃល្អនៅក្នុងការទិញបាទ admin recommend ទិញនៅក្នុងតម្លៃនេះល្អជាងណាបាទគឺ support ទី2 2878និង2882ដុល្លារនៅក្នុងមួយអោតដែលជាតម្លៃទាបការប្រយុទ្ធមិញបាទហើយនឹងមួយទៀតខ្ញុំបានចាប់តម្លៃទាបដែរ2864និង68ដុល្លារនៅក្នុងមួយអោនបាទអញ្ចឹងសម្រាប់តម្លៃនៅក្នុងការទិញ support ទី1 8892បាទយើងតេស្តបាយបាទកន្លែងល្អនៅក្នុងការបាយហ្មង2878និង82បាទតោះយើងនិយាយជាមួយនឹងការលក់វិញបាទការលក់បើសិនជាបងប្អូនអត់បានលក់ពីលើមកទេបច្ចុប្បន្នខ្ញុំអត់សូវ recommend នៅក្នុងការលក់ទេណាបាទព្រោះការលក់រៀងហានិភ័យតិចចំពោះតម្លៃហ្នឹងពីខ្ញុំទៅខ្ញុំមានតម្លៃ3នៅក្នុងការលក់ផ្ដល់ជូនបងប្អូន2906និង10គុត2918និង22និង2928និង32ដុល្លារនៅក្នុងមួយអោនតម្លៃទាំង3ហ្នឹងទើបយើងអាចលក់បានណាបងប្អូនណាបាទអញ្ចឹងសម្រាប់បងប្អូនដែលគាត់ទិញលក់តម្លៃហាងឆេងមាសបាទមិនថានៅលើទីផ្សារអន្តរជាតិមិនថាទិញមាសខាងក្រៅបើសិនជាមានចង្អុលអីអាច scan QR code ខាងឆ្វេងដៃដើម្បីទំនាក់ទំនងមក Telegram របស់ខ្ញុំផ្ទាល់បាទអញ្ចឹងអរគុណច្រើនបងប្អូនអរគ្នាបាទជម្រាបលាជួបគ្នានៅថ្ងៃស្អែកជាបន្តទៀតបាទអរគុណ